ក្រោយផ្ទុះការវែកញែករឿងប៉ូលីសចរាចរណ៍ចុះចាប់មុខកញ្ចក់លើផ្លូវលំពេលនេះបរិះដែលចោទប៉ូលីសចេញបកស្រាយថាបន្ទាប់ពីពលរដ្ឋម្នាក់រស់នៅខេត្តបន្ទាយមានជ័យបានបង្ហោះវីដេអូហើយបាននិយាយថានគរបាលចរាចរណ៍ក្នុងខេត្តបន្ទាយមានជ័យចាប់ផាកពិន័យពលរដ្ឋនៅតាមផ្លូវលំបានធ្វើឲ្យមហាជនស្ទើរទូទាំងប្រទេសជេរប៉ូលីសចរាចរណ៍ស្ទើរគ្រប់គ្នាយ៉ាងណាក្រោយវីដេអូនេះផ្ទុះការចាប់អារម្មណ៍បរិះដែលជាអ្នកថតវីដេអូបង្ហោះថាប៉ូលីសចរាចរណ៍ខេត្តបន្ទាយមានជ័យចាប់ផាកពិន័យពលរដ្ឋនៅតាមផ្លូវលំនោះបានចេញបកស្រាយថាខ្លួនបានជិះម៉ូតូពីក្រុងសេរីសោភ័ណ្ឌទៅក្រុងប៉ោយប៉ែតហើយក៏បានជិះម៉ូតូតាមផ្លូវលំនៅចំណុចអូជ្រៅស្រាប់តែឃើញប៉ូលីសចរាចរណ៍ឃាត់ពលរដ្ឋនៅទីនោះដូច្នេះក៏ថតវីដេអូបង្ហោះតែម្ដងបរិះដដែលនេះបានបន្តថាក្រោយពីបានថតវីដេអូបង្ហោះហើយខ្លួនក៏បានទទួលព័ត៌មានថាការពិតប៉ូលីសចរាចរណ៍ដែលចុះនៅផ្លូវលំនោះគឺតាមចាប់ម៉ូតូដែលមានសម្លេងស៊ីម៉ាំងឮប្រែនដែលជិះកិច្ចគោលដៅសមត្ថកិច្ចបរិះខាងលើបានគូបញ្ជាក់ថាការពិតសមត្ថកិច្ចមិនបានចុះចាប់ពលរដ្ឋនៅតាមផ្លូវលំយកលុយទេជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញ Facebook នេះខ្ញុំចេញវីដេអូមកបកស្រាយរឿងបងសមត្ថកិច្ចកាត់ខាត់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិអូជ្រៅរឿងហេតុគឺខ្ញុំជិះម៉ូតូពីក្រុងស្រីសុភ័ណ្ឌទៅក្រុងប៉ោយប៉ែតមកដល់ចំណុចអូជ្រៅខ្ញុំក៏បត់ទៅតាមផ្លូវលំហើយក៏ឃើញបងសមត្ថកិច្ចកាត់ខាត់ប្រជាពលរដ្ឋហើយខ្ញុំក៏ថតផុសទៅក្រោយមកខ្ញុំក៏ទទួលបានព័ត៌មានថាកងកម្លាំងសមត្ថកិច្ចគាត់ស្វែងរកម៉ូតូប្រែនដែលជិះកិច្ចបរះបោះកិត្តទៅផ្លូវលំហើយបងសមត្ថកិច្ចក៏រត់ទៅស្កាក់នៅតាមផ្លូវលំហ្នឹងហើយក៏ជួបអ៊ីដែលជិះម៉ូតូឆ្លងកាត់ហ្នឹងដើម្បីស៊ើបសួរថាម៉ូតូប្រែនហ្នឹងជិះទៅខាងណាហើយក៏ណែនាំឲ្យគាត់ហ្នឹងពាក់មួកសុវត្ថិភាពផងហើយរឿងហ្នឹងក៏ប៉ុណ្្នឹងឯងអត់នេះទេហើយជាចុងក្រោយខ្ញុំក៏សូមការអធិស្ឋានទៅលើកងកម្លាំងសមត្ថកិច្ចដែលធ្វើការនៅអូជ្រៅនិងបងប្អូនប្រជាពលរដ្ឋលេងតាមបណ្ដាញ Facebook នេះកុំឲ្យយល់ច្រឡំថាកងកម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យកាត់ខាត់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិហ្នឹងដើម្បីយកប្រាក់យកអីកំពិតមិនមែនទេគាត់ខាត់សួររោគម៉ូតូដែលមានបំពង់ស៊ីម៉ាំងឬខ្លាំងហើយក៏ណែនាំគាត់ផងទៅហើយខ្ញុំក៏មកពីក្រុងស្រីសុភ័ណ្ឌហ្នឹងខ្ញុំមកតាមផ្លូវលំហ្នឹងក៏ឃើញខ្ញុំក៏ថតផុសអញ្ចឹងរឿងហ្នឹងគឺការយល់ច្រឡំរបស់ខ្ញុំបាទយ៉ាងណាមិញនៅថ្ងៃទី7ខែឧសភាឆ្នាំ2025នេះអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏បានចេញសេចក្តីបំភ្លឺព័ត៌មានដែរដោយបញ្ជាក់ថាកាលពីថ្ងៃទី6ខែឧសភាឆ្នាំ2025គណៈកម្មការត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្តបានចុះដាក់គោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រភូមិនាកាឆាយឃុំកោបស្រុកអូជ្រៅខាងលិចវិទ្យាល័យកោបប្រហែល100ម៉ែត្រលើផ្លូវជាតិលេខ5ហើយពេលកំពុងប្រតិបត្តិការងារនោះក៏មានអ្នកជិះម៉ូតូឆ្នៃស៊ីម៉ាំងប្រែនខុសលក្ខណៈបច្ចេកទេសបញ្ចេញសំឡេងឮខ្លាំងបានមកដល់ហើយជិះកិច្ចពីគោលដៅត្រួតពិនិត្យនៅលើផ្លូវជាតិដែលក្បែរផ្លូវលំចុះតាមផ្លូវជាប់របងវិទ្យាល័យកោបពេលនោះមន្ត្រីនគរបាលដេញតាមប្រហែល70ម៉ែត្រពីគោលដៅត្រួតពិនិត្យក៏កាក់ម៉ូតូប្រជាពលរដ្ឋសួររកអ្នកជិះម៉ូតូកែឆ្នៃស៊ីម៉ាំងប្រែនហើយមន្ត្រីសមត្ថកិច្ចក៏បានអប់រំពួកគាត់ឲ្យពាក់មួកសុវត្ថិភាពនិងដាក់កញ្ចក់ផងដែរស្របពេលជាមួយគ្នានោះម្ចាស់គណនី Facebook ឈ្មោះរស្មីជាងដែកនិងអ៊ីណុកបានជិះម៉ូតូមកដល់ហើយស្មានថានគរបាលចរាចរណ៍ស្រុកអូជ្រៅចុះដាក់គោលដៅត្រួតពិនិត្យនៅក្នុងភូមិក៏ថតវីដេអូអត្ថាធិប្បាយបង្ហោះចេញតែម្ដងបើទោះបីជាបរិះដែលបានបង្ហោះវីដេអូចេញបកស្រាយនិងសមត្ថកិច្ចបានចេញសេចក្តីបំភ្លឺយ៉ាងណាក៏ដោយក៏សង្កេតឃើញថាមានពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួននៅតែបញ្ចេញទស្សនៈផ្ទាល់ខ្លួនថាសមត្ថកិច្ចដោះសារមិនទទួលស្គាល់ការពិត
ជាក់ស្ដែងពលរដ្ឋបានចូលខមមិនក្នុង page Facebook ស្នងការនគរបាលខេត្តបន្ទាយមានជ័យថាខ្ញុំសូមនិយាយតែបន្តិចទេនោះគឺនៅត្រង់ថាហ៊ានស្បត់អត់ថាអត់បានដាក់កុងត្រូលចាប់ផាកពិន័យកន្លែងផ្លូវលំមួយនឹងបើហ៊ានស្បត់ខ្ញុំជឿពេលខ្លះគួរស្វែងរកការពិតជាជាងខិតខំស្វែងរកការបិទបាំងមានអារម្មណ៍ថាគួរឲ្យសង្វេគចំណែកពលរដ្ឋម្នាក់ទៀតក៏បានចូលខមមិនក្នុងវីដេអូបកស្រាយរបស់បរិះដែលបានថតវីដេអូបង្ហោះនោះដែរដោយបានលើកឡើងថាលោកឯងផុសនិយាយបង្ខូចរើសអើងនគរបាលជាតិខ្លួនឯងបើកុំមាននគរបាលចរាចរណ៍រឹតបន្តឹងនោះមិនដឹងស្លាប់ប៉ុន្មានរបួសធ្ងន់ស្រាលប៉ុន្មានទេក្នុងមួយថ្ងៃតើលោកឯងចេះស្វែងយល់អត់លោកឯងថតពីចម្ងាយរួចហើយអត្ថាធិប្បាយបង្ខូចសមត្ថកិច្ចទៀតឃើញសមត្ថកិច្ចយកលុយពីប្រជាពលរដ្ឋហើយនៅបានលោកឯងហ៊ាននិយាយដោយពាក្យដែលលោកឯងផុសនោះ